បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទមានសេចក្តីសំណើរីករាយបាទនាំពុកម៉ែបងប្អូនទាំងអស់គ្នាមកស្គាល់មុខមនុយម្ហូបថ្មីគឺបាទឆាញ៉ាំងៅសាច់ទាបាទគឺជាបាទមនុយមុខម្ហូបថ្មីដែលគួរឲ្យចាប់អារម្មណ៍ហើយមានរសជាតិប្លែកមែនទែនដែលបងប្អូនមើលទៅរូបភាពនេះក្នុងការសម្ដែងមានសាច់ទាបាទគឺសាច់ទាបោចហើយសម្អាតលាងហើយវះពោះយកគ្រឿងក្នុងចេញហើយបាទគឺយើងបាទមានជាមួយនឹងបាទគ្រឿងញ៉ាំងៅបាទ 4-5 គ្រាប់មកបាទដែលមុខមនុយនេះគឺមិនខ្វះបានឡើយគឺយើងត្រូវតែមានគ្រឿងញ៉ាំងៅជាពិសេសមានស្លឹកខ្ទឹមបាទយើងហាន់វាបាទហើយសាច់ទានេះគឺយើងបានសម្អាតលាងបាទហើយយើងនឹងហាន់វាបាទជាដុំតូចៗផងដែរបាទនេះគឺជាលទ្ធផលនៃការហាន់សាច់ទាហើយបាទទឹកក្រូចហើយបាទយើងមានការធ្វើជ្រក់ង៉ាំងៅបាទក្រូចង៉ាំងៅនេះគឺយើងហាន់ដែរដើម្បីឲ្យវាចេញជាតិល្អហើយយើងដាក់បាទខ្លាញ់ពេញឆាបាទចូលក្នុងផ្ទះក្តៅទៅចាំមកយើងយកសាច់ទាដែលយើងបានហាន់ជាដុំតូចៗបាទល្មមហើយយើងយកមកបាទឆាវាបាទយកវាមកឆាវាឲ្យសព្វបាទឲ្យវាមានការបាទសាច់ផុយបន្តិចសិនដូចធម្មតាសាច់ទាគឺសាច់វាស្វិតជាងសាច់មាន់បាទដល់ហើយយើងឆាវាប្រហែលជា15នាទីបាទហើយយើងគ្របបន្តិចសិនបាទជាលទ្ធផលនេះគឺបាទទុកវាពុះបាទរយៈពេល15នាទីទៅ20នាទីហើយយើងកូរវាឲ្យវាសព្វបាទសាច់ដើម្បីឲ្យវាបានផុយល្អបាទហ្នឹងបងប្អូនបាទនេះគឺជាសកម្មភាពដែលបាទខ្ញុំកំពុងតែឆាតែម្ដងបាទហ្នឹងហើយយើងចូលមកតង់មួយទៀតគឺយើងបើកមកបាទដើម្បីឲ្យឃើញសាច់ទាគឺមានសភាពផុយល្អបាទហ្នឹងហើយការឆានេះដែរគឺយើងឆាដោយបាទមានការផ្ចិតផ្ចង់បាទយើងមើលសាច់បាទទាមើលតែវារៀងគោកទឹកល្អបាទធ្វើម៉េចឲ្យវាគោកទឹកល្អសិនបានសាច់ទាហ្នឹងបាទទទួលបាននៅបាទសភាពផុយល្អបាទណាបាទយើងមើលហើយយើងធ្វើការស្រង់វាបាទធ្វើការស្រង់វាចេញទុកមួយឡែកសិនបាទបងប្អូនបាទធ្វើការស្រង់សាច់ទាបាទនឹងទុកមួយឡែកសិនទៅបន្ទាប់មកយើងធ្វើការបាទដួសជាមួយនឹងកត្រងបាទកុំឲ្យវាដោយទឹកបាទហើយទឹកវានេះគឺមិនធម្មតាទេគឺយើងយកទឹកដែលយើងឆាទាមិញហ្នឹងគឺបាទធ្វើជាទឹកសោះបាទធ្វើជាទឹកសោះបាទលាយជាមួយនឹងគ្រឿងបាទទេសដែលយើងមានស្រាប់ដូចជាស្ករប៊ីចេងបាទទឹកស៊ីអ៊ីវជាដើមបាទយើងយកវាមកដាក់ក្នុងផ្ទះថ្មីមួយទៀតបាទដើម្បីដាក់ខ្ទឹមដាក់ម្ទេសហាន់ជាបន្ទះបាទដើម្បីឲ្យវាមានរសជាតិហឹរកាត់ចំអាបបាទហើយយើងដាក់ក្រូចញ៉ាំងៅចូលតែម្ដងបាទយើងដាក់ចំនួន5គ្រាប់ហ្នឹងក្រូចញ៉ាំងៅដែលយើងជ្រាបវាហើយហ្នឹងបាទយើងយកវាមករំលីងចូលជាមួយនឹងបាទខ្ទឹមបាទម្ទេសបាទដែលយើងបាទបានហាន់អំបញ្ញមកនេះហើយយើងជ្រុំវាបន្តិចមកបាទជ្រុំនេះគឺយើងជ្រុំឲ្យវាចេញជាជាតិបាទគ្រឿងញ៉ាំងៅបាទល្អបាទយើងបាទច្របល់ចុះឡើងបាទបន្ទាប់មកគឺយើងដាក់សាច់ទាដែលយើងបានស្រង់អំបញ្ញមិញនេះបាទវាបាទដាក់វាលាយចូលគ្នាមកជាមួយនឹងទឹកសោះញ៉ាំងៅដែលយើងបានច្របល់ជាមួយនឹងឆាបាទខ្ទឹមសអំបញ្ញមិញនេះបាទដើម្បីឲ្យវាបាទទទួលបានរសជាតិសព្វបាទចូលគ្នាបាទបាទគាត់តែមើលវីដេអូនេះក៏ដឹងតែចំណងដែរបាទហ្នឹងហើយគាត់បានដាក់ជាមួយនឹងជាក់ខ្លះជាក់តិចគឺអែមតែម្ដងបាទគេហៅថាមុខមនុយទាញ៉ាំងៅគឺជាពិសេសអ្នកខ្លែមបាទអ្នកខ្លែមគឺជាច្រើនគាត់ចេះមុខម្ហូបបែបហ្នឹងបាទហើយគាត់ធ្វើឲ្យឆ្ងាញ់តែម្ដងបាទហើយអ្នកដែលចិត្តគាត់ជាក់គឺគាត់ជាគ្រឿងមិនតែម្ដងបាទជាមួយនឹងប្រទេសរសជាតិហឹរថែមទៀតសាច់ទាដែលផុយបាទដាក់ទៅដល់ឆ្ងាញ់ជាប់បត់ចិត្តតែម្ដងបងប្អូនបាទដាក់ជាមួយនឹងប៊ីចេងបាទប៊ីចេងហ្នឹងហើយបន្តិចដែរមកដើម្បីធ្វើឲ្យបាទរសជាតិកាន់តែមានបាទភាពឆ្ងាញ់បាទគាត់តែខ្ញុំអត្ថាធិប្បាយក៏ខ្ញុំមានអារម្មណ៍ថាចង់ឆ្លងទឹកមាត់បាទដែរបាទដោយសារតែបាទវីដេអូនេះគឺធ្វើឡើងដើម្បីបាទបង្ហាញទៅជូនទស្សនិកជនបងប្អូនដើម្បីមើលទស្សនាបាទដើម្បីជាប្រយោជន៍ថ្ងៃក្រោយទៅអាចបាទធ្វើបាទ
ក៏ជាមុខម្ហូបនេះបាទតាមរយៈវីដេអូនេះបានទៀតបាទអញ្ចឹងពុកម៉ែបងប្អូនដែលមានបំណងចង់បាទចេះនៅមុខម្ហូបថ្មីៗបាទកុំភ្លេចជួយបាទ subscribe like share និង comment ផងបាទដើម្បីទទួលបាននូវវីដេអូថ្មីៗណាបងប្អូនបាទហ្នឹងហើយចំពោះការអធិប្បាយបាទមានការខុសឆ្គងផ្សេងទៀតសូមពុកម៉ែបងប្អូនកុំកែប្រកាន់អីបាទហើយយើងគ្របបន្តិចទៀតមកតែយើងបើកមកឃើញថាសភាពនៃការបាទឆាសាច់ទានេះគឺមើលទៅហាក់ដូចជាហុយខ្ទង់99.99%ណាបងប្អូនបាទចឹងហើយគឺយើងបាទច្បល់វាបន្តិចទៀតដើម្បីឲ្យវាមានបាទសភាពកាន់តែហុយបាទកាន់តែបាទឆ្ងាញ់ណាបងប្អូនចូលចិត្តជាមួយនឹងបាទទេសនឹងគ្រូញ៉ាំនៅនេះបាទអធិប្បាយកណ្ដាលឃ្លានកណ្ដាលបងប្អូនបាទហើយខ្ញុំពិតជាចូលចិត្តមុខម្ហូបនេះបាទបងប្អូនបាទចូលចិត្តមុខម្ហូបនេះក៏មានបាទគេហៅថាបាទទៅលើក្នុងការចម្អិនមុខម្ហូបនេះដែរបាទសូមជួយចែករំលែកដោយខមមិននៅពីក្រោមនៃវីដេអូនេះផងណាបងប្អូន